ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកដល់ទំព័រទី26សប្តាហ៍ទី38ព្រះគ្រីស្ទមានកុងសោនៃសេចក្តីស្លាប់និងທາງខំប្រលឹងមនុស្សស្លាប់ដំបូងយើងឲ្យបើទៅមេតិកានៅសៀវភៅនេះមានសប្តាហ៍ទាំង6សប្តាហ៍ទី37ដល់39តសរងពីវិវរណៈចំពោះ1ហើយសប្តាហ៍ទី40តសរងពីចំពោះ5សប្តាហ៍41ចំពោះ2សប្តាហ៍42ចំពោះ11និង12ហើយសៀវភៅនេះសង្កត់ធ្ងន់ព្រះគ្រីស្ទនិងក្រុមជំនុំនៅវិវរណៈយើងបានមើលឃើញកលការមួយដូចជាសប្តាហ៍ទី37ចំណងជើងគឺស្មើបន្ទាល់ដល់ស្មោះត្រង់របស់ព្រះសម្រាប់ទីបន្ទាល់របស់ព្រះយេស៊ូវយើងដឹងថាស្មោះបន្ទាល់គឺជាព្រះគ្រីស្ទហើយទីបន្ទាល់របស់ព្រះយេស៊ូវគឺជាក្រុមជំនុំដូច្នេះយើងនិយាយថាព្រះគ្រីស្ទសម្រាប់ក្រុមជំនុំដូច្នេះនៅមេរៀនទៅសុទ្ធតែយើងទៅតាមកលការនេះមិនត្រឹមតែបើសំដែងអ្វីដែលព្រះគ្រីស្ទជាក៏ឲ្យយើងមើលឃើញវាសម្រាប់ក្រុមជំនុំអាមែនដូចជាមេរៀននេះសប្តាហ៍ទី38ព្រះគ្រីស្ទកាន់កុងសោជាលទ្ធផលក្រុមជំនុំក៏ឈ្នះលើសេចក្តីស្លាប់និងທາງខំប្រលឹងមនុស្សស្លាប់សប្តាហ៍ទី39ព្រះគ្រីស្ទជាកុំមនុស្សក្រុមជំនុំជាចិញ្ចង្គីមេអាមែនយ៉ាងដូចនេះដំបូងយើងឲ្យបើទៅទំព័រទី39វិវរណៈចំពោះ1ខ17ដល់ខ18អានជាដើមហើយជាចុងជាព្រះដ៏រស់នៅអានបានស្លាប់តែមើលអានរស់នៅអកលជានិច្ចរៀងរៀបតទៅវិញអានក៏មានកុងសោនៃសេចក្តីស្លាប់និងທາງខំប្រលឹងមនុស្សស្លាប់ដែរហើយទំព័រ36 1ពេត្រុសចំពោះ3ខ19ហើយដោយនៅព្រះវិញ្ញាណនោះឯងទ្រង់បានយើងទៅប្រដៅដល់ពួកវិញ្ញាណដែលជាប់ឃុំនៅក្នុងគុកហើយទំព័រ38វិវរណៈចំពោះ9ខ1នោះខ្ញុំឃើញកាយមួយត្រាស់ចុះពីលើមេមកលើផាន់ដីមានគេឲ្យកុងសោទីជម្រៅនៃចំហធំដល់ផ្កាយនោះអូខេឥឡូវយើងឲ្យសង្ខេបនៅមេរៀននេះជាលេខរ៉ូម៉ានទាំង5ហើយវាក៏យើងទៅតាមខកំពីខ្លះនេះលេខរ៉ូម៉ានទី1វាដកស្រង់ពីវិវរណៈចំពោះ1ខ17ដល់ខ18ហើយលេខរ៉ូម៉ាន2វិវរណៈចំពោះ1ខ18តែយើងមើលទៅលេខរ៉ូម៉ានទី5វាដកស្រង់ពីវិវរណៈចំពោះ1ខ18ពាក់កណ្ដាលក្រោយអាមែនហើយនៅចន្លោះរវាងលេខរ៉ូម៉ាន2និងលេខរ៉ូម៉ាន5អាមែនវាបង្ហាញ1ពេត្រុសចំពោះ3ខ19និងវិវរណៈចំពោះ9ខ1បង្យោឲ្យឃើញអ្វីទៅជាចំហធំកាន់តែល្អល្អអនអាមែនហើយឥឡូវយើងអានលេខរ៉ូម៉ានទី1អានជាដើមហើយជាចុងនិងជាព្រះដ៏រស់នៅយើងអាយុចិត្តថាអានជាដើមនិងជាចុងវាដកស្រង់ពីខ17តែនៅ
ដែលនឹងជាព្រះដ៏រស់នៅវាដកស្រង់ពីខ18ពាក់កណ្ដាលមុនដូច្នេះនៅក្នុងលេខរ៉ូម៉ាននេះវាសង្កត់ធ្ងន់ពាក្យថាអញជាដើមហើយជាចុងរួយសប្តាហ៍ទី7សំដៅរួយលេខរ៉ូម៉ានទី2នឹងអភិវឌ្ឍពាក្យថាព្រះដ៏រស់នៅហើយយើងឲ្យសង្ខេបលេខរ៉ូម៉ានទី1ជា2ផ្នែកអក្សរខនិងកទាក់ទងនឹងព្រះគ្រីស្ទហើយអក្សរកនិងខទាក់ទងនឹងក្រុមចំណងអក្សរកការដែលព្រះគ្រីស្ទជាដើមនិងជាចុងបង្កប់ន័យថាព្រះអង្គនឹងបំពេញសម្រេចអ្វីដែលទ្រង់បានចាប់ផ្ដើមអក្សរខព្រះអង្គម្ចាស់យេស៊ូវមិនមែនគ្រាន់តែជាដើមអង្គភាសាអង់គ្លេស the first ប៉ុណ្ណោះទេប៉ុន្តែក៏ជាអ្នកផ្ដើមដំបូង the beginning ដែរហើយមិនមែនគ្រាន់តែជាចុងភាសាគ្រីស្ទភាសាអង់គ្លេស the last ទេប៉ុន្តែក៏ជាអ្នកបញ្ចប់ the end ដែរដូច្នេះនៅលេខ1 2យើងអាចមើលយ៉ាងលម្អិតអំពីពាក្យទាំង4នេះទី1ដើមបង្ហាញថាគ្មាននរណាមុនទ្រង់ហើយចុងបង្ហាញថាគ្មាននរណាក្រោយទ្រង់ហើយអ្នកផ្ដើមដំបូងបង្ហាញថាព្រះអង្គគឺជាដើមកំណើតនៃអ្វីៗទាំងអស់ហើយអ្នកបញ្ចប់បង្ហាញថាព្រះអង្គគឺជាការសម្រេចចុងក្រោយនៃអ្វីៗទាំងអស់អាមែនវាក៏ចាប់ពាក់ព័ន្ធនឹងអ្វីទាំងអស់អាមែនប្រមងប្រហែលយើងឲ្យនិយាយជាមួយអ្នកជិតខាងពីអ្នកតាក់ទងនឹងពាក្យទាំង4នេះមានន័យថាម៉េចបាទដើមគ្មាននរណាមុនទ្រង់ចុងគ្មាននរណាក្រោយទ្រង់អ្នកផ្ដើមដំបូងព្រះអង្គគឺជាដើមកំណើតនៃអ្វីៗទាំងអស់អ្នកបញ្ចប់ព្រះអង្គគឺជាការសម្រេចចុងក្រោយនៃអ្វីៗទាំងអស់ឥឡូវយើងមកដល់អក្សរកព្រះគ្រីស្ទមិនមែនគ្រាន់តែជាដើមនិងចុងប៉ុណ្ណោះទេតែក៏ជាអ្នកផ្ដើមដំបូងនិងអ្នកបញ្ចប់ផងដែរនេះធានាដល់យើងថានៅពេលព្រះអង្គឲ្យការដំណើរជីវិតក្រុមចំណងចាប់ផ្ដើមឡើងមកព្រះអង្គពិតជានឹងបំពេញសម្រេចអាមែននេះក៏ទាក់ទងនឹងក្រុមចំណងលេខ1ព្រះអង្គម្ចាស់យេស៊ូវនឹងមិនដែលទុកឲ្យការងាររបស់ទ្រង់មិនបានបញ្ចប់ឡើយក្នុងតាមវិវរណៈចំពោះ10ខ7តែនៅគ្រាដែលឮសំឡេងទេវតាទី7ក្នុងការដែលរៀបនឹងផ្លុំត្រែកនោះសេចក្តីអាកំបាំងនៃព្រះនឹងបានសម្រេចវិវរណៈចំពោះ15ខ1សេចក្តីខុសខើរបស់ព្រះបានសម្រេចខ8អាមែនតតែសេចក្តីវិទ្យានាទាំង7អាមែនបានសម្រេចនៅទីនេះមកឃើញថាអាមែនព្រះអង្គនឹងបញ្ចប់អ្វីដែលទ្រង់ចាប់ផ្ដើមធ្វើការហើយលេខ2បណ្ដាក្រុមចំណងតំបន់ទាំងអស់ត្រូវតែជឿថាព្រះអង្គម្ចាស់យេស៊ូវគឺជាអ្នកផ្ដើមដំបូងនិងជាអ្នកបញ្ចប់លេខ3ព្រះអង្គនឹងបំពេញសម្រេចអ្វីដែលទ្រង់បានចាប់ផ្ដើមនៅក្នុងការស្ដារឡើងវិញរបស់ទ្រង់អាមែនយើងមើលឃើញម្ដងទៀតដែលថាអាមែនអ្វីដែលព្រះអង្គជាដើមជាចុងសុទ្ធតែសម្រាប់បណ្ដាក្រុមចំណងដែលជា
ការស្ដារឡើងវិញរបស់ទ្រង់ហើយអសូរខព្រះគ្រីស្ទដែលយើងដើរនៅកណ្ដាលបណ្ដាក្រុមចំណងដែលជាសេរសានិងជាម្ចាស់នៃក្រុមចំណងទាំងឡាយគឺជាព្រះដ៏រស់នៅហេតុនេះក្រុមចំណងទាំងឡាយដែលជាការសម្ដែងចេញនៃរូបកាយក៏គួរតែរស់នៅស្រស់ថ្មីនិងមានកម្លាំងដែរនៅទីនេះអាមែនព្រះគ្រីស្ទនិងក្រុមចំណងដើរទន្ទឹងគ្នាអាមែនព្រះគ្រីស្ទជាយ៉ាងណាក្រុមចំណងក៏យ៉ាងនោះដែរយើងឲ្យសង្ខេបលេខរ៉ូម៉ាន់ទី1ជាផ្នែក2ទី1ព្រះគ្រីស្ទជាដើមចុងអ្នកផ្ដើមដំបូងនិងអ្នកបញ្ចប់ហើយទី2នៅពេលដែលចាប់ផ្ដើមមានការដំណើរជីវិតក្រុមចំណងព្រះអង្គប្រកបនឹងធ្វើវាឲ្យបំពេញសម្រេចជាមិនខានអាមែនលេខរ៉ូម៉ាន់2អានបានស្លាប់ហើយតែមើលអានរស់នៅអកលជានិច្ចរៀងរៀបតទៅវិញអាមែនយើងទៅតាមវិវរណាចំពោះ1ខ18អសរកព្រះម្ចាស់បានរំទុកនឹងសេចក្តីស្លាប់ហើយបានមានព្រះជន្មរស់ឡើងវិញវិវរណាចំពោះ2ខ8ចូលសរសេរផ្ញើទៅទេវតានៃពួកចំណងដែលនៅក្រុងស្មើណាថាព្រះដ៏ជាដើមហើយជាចុងដែលបានសគត់រួចមានព្រះជន្មរស់ឡើងវិញទ្រង់មានបន្ទូលសេចក្តីទាំងនេះថាអេមែនសម្រាប់ក្រុមចំណងស្មើណាវាមានន័យថាចូលល្វិញទេតែនិមិត្តរូបពីការរំទុកដូច្នេះវាទាមទារឲ្យនាងបបិសោព្រះគ្រីស្ទដែលជាចុងជាដើមជាចុងនិងជាព្រះដ៏មានព្រះជន្មរស់ឡើងវិញអសរខព្រះគ្រីស្ទបានយាងចូលទៅក្នុងសេចក្តីស្លាប់ប៉ុន្តែសេចក្តីស្លាប់មិនអាចខំខាំងទ្រង់ទុកបានឡើយព្រោះព្រះអង្គគឺជាសេចក្តីរស់ឡើងវិញនៅទីនេះយើងបានប្រៀបធៀបសេចក្តីស្លាប់និងសេចក្តីរស់ឡើងវិញកិច្ចការចំពោះចំពោះ2ខ24តើតងនឹងផ្នែកអវិជ្ជមានដែលជាសេចក្តីស្លាប់ប៉ុន្តែព្រះបានប្រទ្រង់ឲ្យមានព្រះជន្មរស់ឡើងវិញដោយបានស្រែកចំណងនៃសេចក្តីស្លាប់ចេញពីព្រោះសេចក្តីស្លាប់គ្មានអំណាចនឹងខំខាំងទ្រង់ទុកបានឡើយហើយយ៉ូហានចំពោះ11ខ25តើតងនឹងផ្នែកវិជ្ជមានតែព្រះអង្គមានបន្ទូលថាខ្ញុំជាសេចក្តីរស់ឡើងវិញអសរកសេចក្តីរស់ឡើងវិញគឺជាការបញ្ជាថ្ងៃរបស់ព្រះម្ចាស់ព្រះអង្គនឹងមាននៅគង់វង្សជារៀងរហូតនៅក្នុងសេចក្តីរស់ឡើងវិញរបស់ទ្រង់វាយើងអាចតស្រង់ពីអេសាយចំពោះ53ខ10នោះទ្រង់នឹងបានឃើញពួយពងរបស់ទ្រង់ហើយនឹងចម្រើនព្រះជន្មទ្រង់ឲ្យយឺនយូរតទៅឯបំណងព្រះハរតីនៃព្រះយេហូវ៉ានោះនឹងជឿនឡើងដោយព្រះហស្ថទ្រង់អាមែននៅទីនេះយើងមើលឃើញថានៅក្នុងការរស់ឡើងវិញព្រះអង្គនឹងចម្រើនព្រះជន្មទ្រង់ឲ្យយឺនយូរតទៅវាមានន័យថាទ្រង់បញ្ជាថ្ងៃរបស់ទ្រង់ហើយយើងក៏ឲ្យបន្ថែមថាអ្វីទៅជាពួយពងរបស់ទ្រង់គឺជាពញ្ញាជឿដែលផ្សំឡើងជាក្រុមជំនុំមានន័យថាតាមរយៈក្រុមជំនុំព្រះអង្គបញ្ជាថ្ងៃព្រះអង្គចម្រើនព្រះជន្មរស់របស់ទ្រង់អេមែនហើយលេខ
ព្រះយេស៊ូវគ្រីស្ទសប្តាហ៍នេះគឺជាព្រះដ៏រស់នៅជាព្រះដែលគង់នៅក្នុងសេចក្តីរស់ឡើងវិញទី2ដើម្បីឲ្យព្រះគ្រីស្ទចែកចាយជីវិតព្រះអង្គត្រូវតែជាព្រះដ៏រស់នៅហើយអសូរខោសារៈសំខាន់នៃការដែលព្រះគ្រីស្ទជាព្រះដ៏រស់នៅគឺថាព្រះអង្គរស់នៅជារៀងរហូតហើយកំពុងរស់នៅក្នុងយើងអាមែនសម្រាប់ទ្រង់ផ្ទាល់ទ្រង់រស់ជារៀងរហូតចំណែកយើងព្រះអង្គក៏រស់នៅក្នុងយើងទាក់ទងនឹងក្រុមចំណងលេខ1ព្រះអង្គចង់ឲ្យយើងចែកចាយពីសេចក្តីសំដៅចាត់ចែងពីសេចក្តីស្លាប់គ្រប់ប្រភេទហើយក្រោកឡើងដើម្បីក្លាយជាក្រុមចំណងដ៏រស់លេខ2យើងកាន់តែរស់នៅយើងកាន់តែជាទីបន្ទាល់របស់ព្រះយេស៊ូវដ៏រស់វិវរណៈចំពោះ12ខ11គេបានឈ្នះវាដោយសារឈាមនៃកងជៀនហើយដោយសារសេចក្តីបន្ទាល់របស់គេក៏មិនបានស្ដែកជីវិតខ្លួនដ៏រាប់ដល់ស្លាប់មែនយើងប្រហែលឆ្ងល់ថាលេខ2នេះអំពីយើងរស់នៅយើងកាន់តែរស់នៅប៉ុន្តែវិវរណៈចំពោះ12ខ11នេះអំពីយើងស្លាប់យើងធ្វើទីបន្ទាល់រហូតដល់យើងស្លាប់បាទពីព្រោះយើងតាមភាសាដើមពាក្យថាទីបន្ទាល់វាអាចបកប្រែទៅជាតការៈបុគ្គលមែនបើនៅរស់យើងជាទីបន្ទាល់បើស្លាប់យើងខ្លាយជាតការៈបុគ្គលអាមែនប៉ុន្តែពាក្យទាំងពីរនេះជាតែមួយនៅឥឡូវយើងឲ្យសង្ខេបលេរ៉ូម៉ានទី2នេះអាមែនយោងតាមព្រះគម្ពីរវិវរណៈចំពោះ1ខ18ពាក្យកណ្ដាលមុនយើងឲ្យចែកជា3ផ្នែកអាមែនទី1អានបានស្លាប់អាមែនអានបានស្លាប់មានន័យថាព្រះអង្គបានរងទុក្ខនឹងសេចក្តីស្លាប់ហើយសេចក្តីស្លាប់មិនអាចខំខាំងទ្រង់ទុកបានឡើយហើយផ្នែកទី2តែមើលអានរស់នៅមានន័យថាព្រះអង្គគឺជាសេចក្តីរស់ឡើងវិញហើយជាព្រះដែលគង់នៅក្នុងសេចក្តីរស់ឡើងវិញផ្នែកទី3អស់កលជានិច្ចរៀងរៀបទៅវិញមែនវាព្រះអង្គរស់នៅអស់កលជានិច្ចដោយសារចែកចាយជីវិតហើយរស់នៅក្នុងយើងអាមែនធ្វើឲ្យយើងក្លាយជាក្រុមចំណងដ៏រស់ជាទីបន្ទាល់របស់ព្រះយេស៊ូវដ៏រស់ឥឡូវយើងឲ្យនិយាយពីនេះអំពីលេរ៉ូម៉ានទី2ដល់ស្រង់ពីវិវរណៈចំពោះ1ខ18ពាក្យកណ្ដាលមុនទី1អាមែនអានបានស្លាប់ព្រះអង្គរងទុក្ខសេចក្តីស្លាប់តែសេចក្តីស្លាប់មិនអាចខំខាំទ្រង់បានឡើយហើយទី2តែមើលអានរស់នៅការរស់នៅរបស់ទ្រង់មានន័យថាទ្រង់គឺជាសេចក្តីរស់ឡើងវិញហើយគង់នៅក្នុងសេចក្តីរស់ឡើងវិញអាមែនហើយទីផ្នែកទី3អស់កលជានិច្ចរៀងរៀបទៅវិញអាមែនដោយចែកចាយជីវិតហើយរស់នៅក្នុងយើងអាមែនធ្វើឲ្យយើងក្លាយជាក្រុមចំណងដ៏រស់ជាទីបន្ទាល់របស់ព្រះយេស៊ូវដ៏រស់ឥឡូវយើងមកដល់លេខរ៉ូម៉ាន3នៅក្នុងព្រះវិញ្ញាណនេះឯងព្រះអង្គព្រះគ្រីស្ទបានយាងទៅប្រកាសដល់ពុទ្ធវិញ្ញាណដែលជាប់នៅក្នុងកុដិបើយើងមើលទៅទំព័រទី36
1 Petro ចំពោះ3ខ18ទ្រង់ត្រូវតែធ្វើកុដខាងសាច់ឈាមតែបានរស់ឡើងវិញប្រឲ្យរស់វិញសំដៅដែលបានព្រះវិញ្ញាណប្រឲ្យរស់វិញឥឡូវនេះការប្រឲ្យរស់វិញនៅក្នុងទំព័រទី36តម្លៃប្រែជាប្រឲ្យរស់វិញប៉ុន្តែនៅក្នុងអង់គ្លេស enliven យើងអាចប្រែទៅជាប្រឲ្យមានជីវិតពីព្រោះអីនៅចុងនេះបានចែកថាព្រះវិញ្ញាណរបស់ទ្រង់មានន័យថាបន្ទាប់ពីទ្រង់ចាប់ឆ្កាំងហើយប្រលួសយើងអាមែនទ្រង់ត្រូវបានប្រឲ្យមានជីវិតចាប់ពីមុនពេលរស់ឡើងវិញយើងមើលឃើញថានៅរឿងកាលនៃនេះបានកើតឡើងមុនពេលការរស់ឡើងវិញរបស់ទ្រង់ដូច្នេះអាមែននៅទីនេះទ្រង់ត្រូវបាន enlivened មិនសំដៅទៅលើថាទ្រង់រស់ឡើងវិញទេប៉ុន្តែទ្រង់ត្រូវបានព្រះវិញ្ញាណប្រោះឲ្យមានជីវិតដើម្បីទ្រង់អាចធ្វើសកម្មភាពនៅក្នុងក្រោមដីនៅក្នុងចំហធំអាមែនអូខេហើយនៅក្នុងនៅទីនេះបានចែកថា1 ពេត្រុសចំពោះ3ខ19មែនមានពាក្យថាពួកវិញ្ញាណគឺជាអ្វីអាមែនសំដៅទៅលើពួកទេវតាអាមែនពួកទេវតាគឺជាពួកវិញ្ញាណអាមែនវាយោងទៅតាមហេព្រើរចំពោះ1ខ14អូខេហើយនៅក្នុង2 ពេត្រុសចំពោះ2ខ4អាមែនពួកទេវតាដែលបានធ្វើអំពើបាបអាមែនគេត្រូវបានទម្លាក់ទៅក្នុងចំហជ្រៅបំផុតភាសាហេព្រើរថាថារីហើយឲ្យជាប់ក្រវ៉ាត់នៃសេចក្តីងងឹតទាំងខំទុកសម្រាប់នឹងជំនុំជម្រះអាមែនអូខេនៅទីនេះយើងមើលឃើញថាទីកន្លែងដែលពួកទេវតាធ្លាក់ចុះគេទុកនៅឯណាហើយអសខយើងអាចសួរថាហើយអ្វីបានជាត្រង់យានទៅកាន់ចំហធំនៅទីនេះក៏បំណងរបស់ទ្រង់គឺដើម្បីប្រកាសជ័យជំនះរបស់ព្រះជ័យជំនះនេះគឺជាអ្វីតែទ្រង់បានបំពេញសម្រេចតាមរយៈការខ្លាយជាសាច់ឈាមរបស់ទ្រង់នៅក្នុងព្រះគ្រីស្ទនិងសេចក្តីស្លាប់របស់ព្រះគ្រីស្ទក្នុងសាច់ឈាមលើឧបាយកលរបស់សាតានក្នុងការរំខានដល់ផែនការរបស់ព្រះអាមែនដូច្នេះតាមរយៈការខ្លាយជាសាច់ឈាមនិងសគត់ព្រះអង្គមានជ័យជំនះគោសំដៅទៅលើថារីជាចំហជ្រៅនិងងងឹតជាកន្លែងដែលពួកទេវតាធ្លាក់ចុះត្រូវបានខំខាំងអាមែននៅទីនេះសូមយកចិត្តទុកដាក់ថារីមិនមែនជាឋាននរោទេអាមែនកុដនៅដែលខំខាំងទេវតាធ្លាក់ចុះបបប្រែជាថារីគឺជាចំហធំប៉ុន្តែមិនមែនជាឋាននរោពីព្រោះតាមភាសាដើមឋាននរោយើងបបប្រែជាគេហេណាវាស្មើនឹងបឹងភ្លើង
បំភ្លើងមិនមែនជាທາງខំព្រលឹងមនុស្សស្លាប់ឬក៏ឋានដែលទុកពួកទេវតាធ្លាក់ចុះទេមែនហើយឥឡូវយើងមកដល់លេខរ៉ូម៉ាន4ខ្ញុំឃើញផ្កាយមួយធ្លាក់ចុះពីលើមេមកលើផែនដីមានគេឲ្យកងសោទីជ្រៅនៃចំហធំដល់ផ្កាយនោះអសកផ្កាយក្នុងវិវរណៈចំពោះ9ខ1សំដៅទៅលើសាតាំងដែលនឹងត្រូវបោះចោលពីឋានសួគ៌មកផែនដីលេខ1ពួកទេវតាត្រូវបានគេប្រៀបប្រដូចទៅនឹងផ្កាយទាំងឡាយខ្ញុំតាមយប់គម្ពីរយប់ចំពោះ38ខ7ខ្ញុំមើលឃើញថាផ្កាយព្រឹកបានច្រៀងជាមួយគ្នាបាទហើយទាំងកងព្រះជាទេវតាដូច្នេះផ្កាយព្រឹកសំដៅទៅលើទេវតាមែននៅទីនេះលេខ2សាតាំងដែលជាមេទេវតាធ្លាប់ជាផ្កាយព្រឹកទៅស្រង់ពីអេសាយចំពោះ14ខ12អូតារាប្រចាំថ្ងៃជាផ្កាយព្រឹកអើយណោឯងបានធ្លាក់ចុះមកពីលើមេហើយអាមែនដល់ពេលដែលសាតាំងធ្លាក់ចុះមុនពេលត្រង់មុនពេលវាធ្លាក់ចុះវាជាផ្កាយព្រឹកបណ្ដៃបន្តមកទៀតវាខ្លាយជាសត្រូវរបស់ព្រះអសរខតើអ្នកណានឹងចូលទៅក្នុងចំហធំគឺដើម្បីនឹងនាំព្រះគ្រីស្ទពីពូស្លាប់ឡើងមកនោះឡើយមែនរ៉ូមចំពោះ10ខ7ឥឡូវចាប់ពីនេះទៅយើងចង់បង្ហាញលំអិតនៃចំហធំអាមែនលេខ1ភាសាគ្រីស្ទចំហធំគឺAbizos amen Abizos amen ហើយលេខ2 3 4 5 6ដោយសារពេលវេលាយើងអាចយកចិត្តទុកដាក់វាដកស្រង់ពីណាហើយវាសំដៅទៅលើអីលូកាចំពោះ8ខ31ចំហធំសំដៅទៅលើទីលំនៅរបស់អារ្យអាសោហើយវិវរណៈចំពោះ9ខ2ដល់ខ3ចំហធំសំដៅទៅលើទីកន្លែងដែលហ្វូងកណ្ដប់រស់នៅហើយលេខ4វិវរណៈចំពោះ11ខ7ចំហនិងវិវរណៈចំពោះ17ខ8ចំហធំក៏សំដៅទៅលើទីកន្លែងដែលសាហាវគឺជាញាតតឹងនឹងព្រះគ្រីស្ទនោះនឹងឡើងមកហើយចំពោះសំដៅវិវរណៈចំពោះ20ខ3ចំហធំគឺជាទីកន្លែងដែលសាតាំងត្រូវបាចោលទៅទាំងខ្ទប់នៅទីនោះក្នុងអំឡុងពេលនគរ1000ឆ្នាំអាមែនចុងក្រោយនៅរ៉ូមចំពោះ10ខ7និងកិច្ចការចំពោះ2ខ27យើងមើលឃើញថាចង្ហប់ធំស្មើនឹងທາງខំព្រលឹងមនុស្សស្លាប់អាមែនដូច្នេះលេខ7តាមការប្រើពាក្យនៅក្នុងព្រះគម្ពីរពាក្យថាចំហធំគឺសំដៅទៅលើអ្វីឋានខំព្រលឹងមនុស្សស្លាប់បណ្ដាយើងឲ្យបបប្រៃទៅជា region of death តំបន់នៃសេចក្តីស្លាប់និងអំណាចនៃសេចក្តីងងឹតរបស់សាតាំងនោះគឺឋានទាបក្រោមដីដែលព្រះគ្រីស្ទបានយាងចុះទៅបន្ទាប់ពីទ្រង់បានសុគតអាមែនព្រះគ្រីស្ទឈ្នះលើទីកន្លែងនេះហើយបានយាងចេញពីទីនេះនៅក្នុងសេចក្តីរស់ឡើងវិញ
Amen ហើយវគ្គនេះគឺដកស្រង់ពីការចែកចាយរបស់បងប្អូនរងខេងគឺតាក់ទងនឹងការបាពិសោធន៍របស់យើងក៏បានចែកថាពាក្យថាចំហធំសំដៅលើផ្នែកដ៏ជ្រៅបំផុតនៃអត្តភាពរបស់យើងមានផ្នែកដ៏ជ្រៅមួយនៅក្នុងខ្លួនយើងជ្រៅណាស់ដែលសំបីតែយើងផ្ទាល់ក៏មិនអាចទៅដល់វាបានដែរប៉ុន្តែយើងដឹងថាវានៅទីនោះយើងត្រូវតែដឹងថានេះជាកន្លែងដែលសត្រូវរស់នៅនេះគឺជាទិដ្ឋភាពប្រធានវិស័យភាពព្រះអង្គម្ចាស់នឹងយាងមកចាក់ការជាមួយចំហធំនៅក្នុងខ្លួនយើងអេមែនយើងគួរតែទទួលស្គាល់ថាចំហធំមិនត្រឹមតែជាកន្លែងប្រធានវិស័យភាពកន្លែងវត្ថុវិស័យភាពនៅក្រោមយើងប៉ុន្តែវាក៏នៅក្នុងយើងដែលតម្រូវឲ្យយើងចាស់ការដោយរំសាការជាមួយព្រះម្ចាស់លេខ5នៅក្នុងវិវរណៈចំពោះ1ខ18កកណ្ដាលក្រោយព្រះអង្គម្ចាស់យេស៊ូវមានបន្ទូលថាអានក៏មានកុសលនៃសេចក្តីស្លាប់និងທາງក្នុងព្រលឹងមនុស្សស្លាប់ដែរអសរក៏ដោយសារការធ្លាក់ចុះនិងបាបរបស់មនុស្សទើបសេចក្តីស្លាប់បានចូលមកហើយឥឡូវនេះកំពុងដំណើរការនៅលើផែនដីដើម្បីប្រមូលមនុស្សបាបទាំងអស់ហើយនាំពួកគេទៅកាន់ឋានក្នុងព្រលឹងមនុស្សស្លាប់ជាកន្លែងដែលមនុស្សស្លាប់ត្រូវបានរក្សាទុកយើងអាចមើលច្បាស់ថាសេចក្តីស្លាប់គឺដើម្បីប្រមូលមនុស្សបាបហើយឋានក្នុងព្រលឹងមនុស្សស្លាប់គឺដើម្បីរក្សាទុកមនុស្សស្លាប់អសរខប៉ុន្តែនៅក្នុងការដំណើរជីវិតក្រុមចំណងយើងលែងស្ថិតនៅក្រោមសេចក្តីស្លាប់និងឋានក្នុងព្រលឹងមនុស្សស្លាប់ទៀតហើយអាមែននេះជាការអនុវត្តនេះជាអាមែនការដែលព្រះគ្រីស្ទសម្រាប់ក្រុមចំណងអសរកព្រះគ្រីស្ទបានលុបបំបាត់សេចក្តីស្លាប់នៅលើឈើឆ្កាងហើយព្រះអង្គបានយកឈ្នះលើឋានក្នុងព្រលឹងមនុស្សស្លាប់ក្នុងសេចក្តីរស់ឡើងវិញរបស់ទ្រង់អាមែននៅទីនេះយើងក៏អាចប្រៀបធៀបសេចក្តីស្លាប់និងឋានក្នុងព្រលឹងមនុស្សស្លាប់អាមែនប៉ុន្តែម្យ៉ាងសេចក្តីស្លាប់ត្រូវបានលុបបំបាត់ដោយឈើឆ្កាងដោយការសពុតអាមែនហើយឋានក្នុងព្រលឹងមនុស្សស្លាប់ត្រូវបានឈ្នះមែនដោយក្នុងសេចក្តីរស់ឡើងវិញរបស់ទ្រង់អសូរខោដោយសារនៅក្នុងក្រុមចំណុំព្រះគ្រីស្ទគឺជាព្រះដែលជាអ្នកកាន់កុសលនៃសេចក្តីស្លាប់និងឋានក្នុងព្រលឹងមនុស្សស្លាប់ទើបសេចក្តីស្លាប់និងឋានក្នុងព្រលឹងមនុស្សស្លាប់មិនគួរមានអំណាចលើយើងឡើយអសូរងនៅក្នុងការដំណើរជីវិតក្រុមចំណុំកុសលនៃសេចក្តីស្លាប់និងឋានក្នុងព្រលឹងមនុស្សស្លាប់ស្ថិតនៅក្នុងព្រះហស្ថរបស់ព្រះអង្គម្ចាស់ករណីទាំងពីរក៏ជាប់ពាក់ព័ន្ធនឹងក្រុមចំណុំដែលជាការស្ដារឡើងវិញរបស់ព្រះអង្គហើយម៉ាថាយចំពោះ16ខ18ខ្ញុំនឹងតាំងក្រុមចំណុំខ្ញុំនៅលើថ្មដានេះហើយទ្វារឋានក្នុងព្រលឹងមនុស្សស្លាប់នឹងមិនដែលឈ្នះក្រុមចំណុំឡើយហាឡេលូយ៉ាបើសិនជាយើងចង់យកឈ្នះយើងគួរតែនៅក្នុងក្រុមចំណងដែលបានកសាងឡើងអសចយើងមិនអាចចាក់ការសេចក្តីស្លាប់បានទេនៅក្នុងខ្លួនយើងហើយអសឆប្រសិនបើយើងបដូរមូលដ្ឋានឱកាសនិងផ្លូវសេរីដល់ព្រះម្ចាស់យេស៊ូវដើម្បីធ្វើចលនានិងធ្វើសកម្មភាពក្នុងចំណោមយើងនោះទាំងសេចក្តីស្លាប់និងឋានក្នុងព្រលឹងមនុស្សស្លាប់នឹងស្ថិតនៅក្រោមការត្រួតត្រារបស់ទ្រង់អេមែនហាឡេលូយ៉ានេះជា
មធ្យោបាយដែលយើងយកឈ្នះលើសេចក្តីស្លាប់និងឋានកូនប្រណិតមនុស្សស្លាប់យើងគួរតែបដូរមូលដ្ឋានឱកាសនិងផ្លូវសេរីដល់ព្រះម្ចាស់យេស៊ូវហើយពីរ៉ូណាចំពោះ20ខ14ចំណែកសេចក្តីស្លាប់និងឋានកូនប្រណិតមនុស្សស្លាប់នោះត្រូវប៉ះទៅក្នុងបឹងភ្លើងដែរនេះជាសេចក្តីស្លាប់ទី2អាមែនវានឹងកើតឡើងតរតែក្រុមជំនុំពេញវ័យជាចាស់ទុំតរតែកុងក្រមុំត្រៀមខ្លួនរួចជាស្រេចតរតែរូបកាយរបស់ព្រះគ្រីស្ទបានកសាងឡើងអាមែនអសូវចូលយើងគួរតែសរសើរដំណើរអាមែនសរសើរដំណើរព្រះម្ចាស់ដែលព្រះគ្រីស្ទមានកូនសោនៃសេចក្តីស្លាប់និងឋានខូនព្រលឹងមនុស្សស្លាប់សូមមកអានម្ដងទៀតអសូវចូលយើងគួរតែសរសើរដំណើរព្រះអង្គម្ចាស់ដែលព្រះគ្រីស្ទមានកូនសោនៃសេចក្តីស្លាប់និងឋានខូនព្រលឹងមនុស្សស្លាប់អាមែនចុងក្រោយយើងអាចសង្ខេបលេខរ៉ូម៉ានទី5ព្រះម្ចាស់មានកូនសោនៃសេចក្តីស្លាប់និងឋានខូនព្រលឹងមនុស្សស្លាប់អាមែនទី1សេចក្តីស្លាប់ប្រមូលមនុស្សបាបហើយឋានខូនព្រលឹងមនុស្សស្លាប់រក្សាទុកមនុស្សបាបមនុស្សស្លាប់អាមែនហើយទី2ព្រះគ្រីស្ទបានលុបបំបាត់សេចក្តីស្លាប់នៅពេលដែលទ្រង់ចាប់ឆ្កាំងហើយបានយកឈ្នះលើឋានខូនព្រលឹងមនុស្សស្លាប់ក្នុងការរស់ឡើងវិញរបស់ទ្រង់ហើយលេខទី3នៅក្នុងការដំណើរជីវិតក្រុមចំណងយើងលែងស្ថិតនៅក្រោមសេចក្តីស្លាប់និងឋានខូនព្រលឹងមនុស្សស្លាប់ទៀតហើយអាមែនតាមរយៈយើងបដោមូលដ្ឋានឱកាសនិងផ្លូវសេរីដល់ទ្រង់ហើយយើងសរសើរដល់ទ្រង់សរសើរដល់កម្មព្រះយេស៊ូវអាមែនហើយចុងក្រោយសម្រាប់មេរៀនទី38យើងអាចសរុបជាចំណុចទាំង3នេះទី1ការកសាងក្រុមចំណងប្រកបជានឹងបំពេញសម្រាប់ណាវានឹងមិនដែលទុកឲ្យមិនបានបញ្ចប់ឡើយអាមែនពីព្រោះយើងបបិសោនឹងទទួលអំណរព្រះគ្រីស្ទជាដើមជាចុងជាអ្នកផ្ដើមដំបូងជាអ្នកបញ្ចប់អាមែនទ្រង់ជា Alpha ទ្រង់ជា Omega ហើយទី2យើងត្រូវស្គាល់ចំហធំហើយចាក់ការនឹងចំហធំនៅក្នុងខ្លួនយើងអាមែននៅក្នុងលេខរ៉ូម៉ានទី4មានខគម្ពីរជាច្រើនសង្ឃឹមថាយើងចំណាយពេលសិក្សានីមួយដើម្បីស្គាល់ចំហធំយ៉ាងល្អិតល្អន់ហើយយើងគួរតែចាក់ការវាដោយប្រធានវិស័យភាពហើយចុងក្រោយនៅក្នុងការដំណើរជីវិតក្រុមចំណងលែងស្ថិតនៅក្រោមសេចក្តីស្លាប់នៅឋានខូនព្រលឹងមនុស្សស្លាប់ទៀតហើយដូច្នេះបើសិនជាយើងចង់បបិសោរឿងរ៉ាវទាំងនេះយើងត្រូវតែដំណើរជីវិតក្រុមចំណងដ៏ត្រឹមត្រូវអរគុណព្រះអង្គ